នៅព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី5កាត់ពីលើផ្លូវជាតិលេខ2នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាចាប់ពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ដល់ថ្ងៃទី1ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង6ព្រឹករហូតដល់ម៉ោង4រសៀលយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាក្រសួងសាធារណការនិងដឹកជញ្ជូនបាននឹងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រាមានទីតាំងភូមិសាស្ត្រខាងលិចស្ថិតនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌប៊ិនជ័យនិងខាងកាត់នៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពើរាជធានីភ្នំពេញក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិចនៅចន្លោះសសរស្ពានទី5កាត់រំលងផ្លូវជាតិលេខ2ក្បែរសាលា ACE និងចាប់ផ្ដើមអនុវត្តរំកិលធ្នឹមស្ពានចាប់ពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ដល់ថ្ងៃទី1ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង6ព្រឹករហូតដល់ម៉ោង4រសៀលដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខលនេះនឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗដែលអាចនឹងកកស្ទះរំខានដល់អ្នកធ្វើចរាចរណ៍ដោយនេះដើម្បីសម្រួលដល់ការធ្វើដំណើរនិងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ2ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ក្រសួងសាធារណការនិងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណជនប្រជាពលរដ្ឋប្រតិបត្តិការនិងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថីសម្ដេចតេជោហ៊ុនសែនផ្លូវ60ម៉ែត្រដើម្បីកាត់បន្ថយការកកស្ទះក្នុងដំណើរឆ្លងកាត់ការដ្ឋានសូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នបន្ថយល្បឿនបើកបរគោរពតាមផ្លាកសញ្ញាបង្ហាញអនុវត្តតាមការផ្ដល់សញ្ញានិងការណែនាំពីសមត្ថកិច្ចនិងបុគ្គលិកការដ្ឋានសាងសង់ដើម្បីជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ